ជំរាបសួរសួស្តីបងថ្ងៃនេះគឺខ្ញុំមានវីដេអូមួយដែលនឹងបង្ហាញបងពីវិធី boost view នៅលើវីដេអូ Facebook ដោយធ្វើតាមវិធីសាស្ត្រងាយៗជាមួយនឹង website បង SMM សម្រាប់បងដែលចង់ឲ្យវីដេអូនៅលើ Facebook របស់បងមានចំនួនអ្នក view ច្រើនបងអាចសាកល្បងធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះបានធានាថាបងនឹងទទួលបានផលពិតៗដោយសារតែខ្ញុំធ្លាប់បានសាកល្បងធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះហើយបងគឺពិតជាទទួលបានផលពិតមែនហើយចំពោះវិធីធ្វើវិញគឺអត់មានអីពិបាកទេបងដែលបងគ្រាន់តែ copy link វីដេអូ Facebook របស់បងហើយយកទៅផាសចូលនៅក្នុង website គឺបងអាចបង្កើនចំនួន view បានយ៉ាងច្រើនទៅតាមបំណងរបស់បងបានដូច្នេះកុំឲ្យវីដេអូមួយនេះវែងពេកគឺខ្ញុំនឹងធ្វើការបង្ហាញជូនដល់បងពីវិធីធ្វើតែម្ដងជាដំបូងបងអាចចូលទៅកាន់ Chrome ឬក៏ browser ណាមួយដែលមាននៅលើទូរស័ព្ទរបស់បងហើយបង search រកពាក្យថាបង SMM នោះបងនឹងឃើញមាន website របស់បង SMM នៅខាងលើគេបង្អស់នេះបងអាចចូលទៅលើ website នឹងបានបន្ទាប់មកបងនឹងឃើញមានកន្លែងសម្រាប់ឲ្យបង sign up ឬក៏ sign in ចូលទៅក្នុង website នៅត្រង់កន្លែងនេះសម្រាប់បងដែលជាសមាជិកថ្មីដែលបងអត់ទាន់ធ្លាប់បានចូលប្រើប្រាស់សេវាកម្មនៅក្នុង website បង SMM ពីមុនមកទេបងអាចបង្កើតគណនីមួយដើម្បីចុះឈ្មោះចូលប្រើប្រាស់សេវាកម្មបានហើយបើសិនជាបងអត់ទាន់ចេះបង្កើតឬក៏អត់ទាន់ចេះពីរបៀបចុះឈ្មោះចូលទេបងអាចចូលមើល link ដែលខ្ញុំបានដាក់នៅខាងក្រោមវីដេអូមួយនេះបានដើម្បីដឹងពីរបៀបនៃការចុះឈ្មោះចូលសម្រាប់បងដែលមានគណនីនៅក្នុង website ហើយបងអាចចូលទៅបំពេញ username ក៏ដូចជា password របស់បងចូលបានហើយបន្ទាប់មកបងអាចចូលទៅលើពាក្យ sign in នៅខាងក្រោមនឹងបានបន្ទាប់ពីបងបាន sign up ឬក៏ sign in ចូលទៅក្នុង website រួចរាល់បងនឹងឃើញមាននៅទម្រង់បែបនេះដែលមានន័យថាបងអាចចូលប្រើប្រាស់សេវាកម្មទៅតាមតម្រូវការរបស់បងនៅខាងក្រោមនេះបានហើយបងហើយនៅខាងក្រោមនេះគឺជា social media tool បងហើយបងឃើញមាន tool Facebook បងអាចចូលទៅលើ tool Facebook នឹងបានបន្ទាប់មកបងអូសមកក្រោមហើយបងចូលទៅលើពាក្យថា category ដើម្បីចូលទៅជ្រើសរើសសេវាកម្មនៅក្នុងហ្នឹងគឺមានសេវាកម្មច្រើនមែនទែនបងគឺមានសេវាកម្មដូចជា Facebook Page Follower Facebook Post Like Post Reaction Facebook Comment Facebook Post Share និង Facebook Live Stream View ជាដើមបងអាច scroll ចុះក្រោមដើម្បីស្វែងរកសេវាកម្មដែលមានពាក្យថា Facebook Video View សម្រាប់សេវាកម្ម Facebook Video View នេះផងដែរគឺមានច្រើនជម្រើសថែមទៀតសម្រាប់ឲ្យបងចូលជ្រើសរើសប្រើប្រាស់ទៅតាមតម្រូវការរបស់បងគឺមានជម្រើសដូចជា Facebook Video View Facebook Real View និង Facebook Video Real View ប្រសិនបើបងចង់ boost ចំនួន view ទៅលើវីដេអូដែលមានរយៈពេលវែងបងអាចចូលជ្រើសរើសទៅលើសេវាកម្មដែលមានពាក្យថា Facebook Video View បានហើយប្រសិនបើបងចង់ boost ចំនួន view ទៅលើវីដេអូដែលមានរយៈពេលខ្លីដូចជាវីដេអូ Reel បងអាចចូលជ្រើសរើសទៅលើសេវាកម្មដែលមានពាក្យថា Facebook Real View បានក៏ប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំ recommend ឲ្យបងជ្រើសរើសទៅលើសេវាកម្មដែលមានពាក្យថា Facebook Video Real View ដោយសារតែនៅពេលដែលបងជ្រើសរើសទៅលើសេវាកម្មមួយនេះគឺបងអាចបង្កើនចំនួន view ទៅលើវីដេអូដែលមានរយៈពេលវែងក៏បានឬក៏រយៈពេលខ្លីក៏បានដែរបងហើយនៅក្នុងវីដេអូមួយនេះក៏ខ្ញុំជ្រើសរើសទៅលើសេវាកម្មដែលមានពាក្យថា Facebook Video Real View នឹងដូចគ្នាបងនៅពេលដែលបងបានចូលជ្រើសរើសសេវាកម្មហើយបងអាចអូសមកក្រោមទៀតបានហើយបងអាចចូលទៅលើពាក្យថា serviceដែលនៅក្នុងនោះគឺមានសេវាជាច្រើនប្រភេទសម្រាប់ឲ្យបងចូលជ្រើសរើសប្រើប្រាស់ទៅតាមតម្រូវការរបស់បងហើយរាល់សេវាទាំងអស់គឺមានតម្លៃស្រាប់នៅលើនឹងតែម្ដងបងដែលមានតម្លៃសមរម្យខ្លាំងមែនទែនហើយបើនិយាយអំពី quality របស់សេវាទាំងអស់នេះវិញគឺធានា quality ជូនដល់បងដូចគ្នាដូច្នេះហើយបងស្រឡាញ់ពេញចិត្តទៅលើសេវាមួយណាបងអាចចូលជ្រើសរើសប្រើប្រាស់ទៅលើសេវាមួយនឹងបានហើយសម្រាប់ខ្ញុំនៅក្នុងថ្ងៃនេះគឺខ្ញុំជ្រើសរើសទៅលើសេវាដែលមានលេខកូដ1247បន្ទាប់ពីបងបានចូលជ្រើសរើសសេវាហើយបងអាចបន្តអូសមកក្រោមទៀតបានបងចំពោះនៅត្រង់កន្លែង link នៅខាងក្រោមហ្នឹងគឺតម្រូវឲ្យបងចូលទៅ copy link វីដេអូ Facebook របស់បងហើយយកមកផាសចូលនៅត្រង់កន្លែង link ហ្នឹងណាបងដូច្នេះហើយបងអាចចូលទៅកាន់វីដេអូណាមួយដែលបងចង់បង្កើនឬក៏បងចង់ boost ចំនួន view ជាមុនសិនបានដើម្បីចូលទៅ copy link ឧទាហរណ៍ខ្ញុំជ្រើសរើសយកវីដេអូមួយនេះដើម្បីធ្វើជាការបង្ហាញជូនដល់បងហើយដើម្បី copy link វីដេអូ Facebook របស់បងបានបងអាចចូលទៅលើសញ្ញាព្រួយដែលនៅខាងស្ដាំដៃនេះបានបងបន្ទាប់មកបងនឹងឃើញមានពាក្យថា copy link នៅខាងក្រោម share to នេះបងអាចចូលទៅលើពាក្យ copy link នឹងបានបន្ទាប់ពីបងបាន copy link វីដេអូ Facebook របស់បងរួចរាល់បងអាចចូលទៅក្នុង website យើងវិញដើម្បីធ្វើការផាស link វីដេអូ Facebook ដែលបងបាន copy អំបញ្ញមិញចូលបន្ទាប់ពីនឹងមកទៀតនោះគឺបងអាចចូលទៅបំពេញចំនួន view ដែលបងចង់ boost នៅលើវីដេអូ Facebook របស់បងនៅត្រង់កន្លែង quantity នៅខាងក្រោមនេះបានហើយនៅក្នុងនោះគឺបងអាចដាក់បានយ៉ាងតិចចំនួន100 view ហើយយ៉ាងច្រើនរហូតដល់100លាន view សម្រាប់ខ្ញុំធ្វើជាឧទាហរណ៍បង្ហាញជូនដល់បងគឺខ្ញុំដាក់ត្រឹមតែចំនួន100 view ទេបងបន្ទាប់ពីបងបានចូលទៅបំពេញចំនួន view ដែលបងចង់បង្កើននៅលើវីដេអូរបស់បងហើយបងអាចចូលមកពិនិត្យនៅត្រង់កន្លែង chat នៅខាងក្រោមនឹងបាននៅត្រង់កន្លែង chat នេះគឺជាតម្លៃសេវាកម្មដែលតម្លៃសេវាកម្មនឹងទៀតសោតគឺនឹងគិតឲ្យបងអូតូទៅតាមចំនួន view ដែលបងបានដាក់នៅត្រង់កន្លែង quantity នៅខាងលើនឹងដូចគ្នាបង
ជាឧទាហរណ៍ដូចខ្ញុំបានដាក់ត្រឹមចំនួន100 view ដូច្នេះហើយតម្លៃសេវាកម្មនៅខាងក្រោមនឹងគឺស្មើនឹង0.0165 សេនបងៗហើយបន្ទាប់ពីបងៗបានចុចចូលជ្រើសរើសសេវាកម្មក៏ដូចជាបានបំពេញចូលរួចរាល់អស់ហើយបងៗអាចចុចចូលទៅលើពាក្យ Submit នៅខាងក្រោមនឹងបាននៅពេលដែលបងៗបានចុចចូលទៅលើពាក្យ Submit រួចរាល់បងៗនឹងឃើញមានពាក្យថា Your order received ដែលវាដូចជាវិក្កយបត្រមួយបញ្ជាក់ប្រាប់បងៗថាបងៗបានចុចចូលជ្រើសរើសប្រើប្រាស់សេវាកម្មមួយនឹងបានដោយជោគជ័យហើយនៅខាងក្រោមហ្នឹងក៏មានការបញ្ជាក់ឡើងវិញទាំងអស់រាល់សវិតដែលបងៗបានចុចចូលជ្រើសរើសក៏ដូចជា link វីដេអូ Facebook របស់បងៗចំនួន view ដែលបងៗបានប៊ូសនិងតម្លៃសេវាកម្មទាំងអស់ដែលបងៗត្រូវចំណាយដូច្នេះហើយបងៗអាចពិនិត្យផ្ទៀងផ្ទាត់សារឡើងវិញនៅត្រង់កន្លែងហ្នឹងបានបងៗចំពោះរយៈពេលរងចាំបងៗអាចរងចាំរយៈពេលយ៉ាងយូរបំផុត1ថ្ងៃនោះបងៗនឹងឃើញចំនួន view នៅលើវីដេអូរបស់បងៗកើនឡើងទៅតាមចំនួន view ដែលបងៗបានដាក់ឬក៏បងៗបានប៊ូសឲ្យបងៗក៏ប៉ុន្តែអត់តម្រូវបងៗរងចាំនៅក្នុង website ហ្នឹងទេគឺបងៗអាចចុច clear ចេញពី website ហ្នឹងវិញបានហើយសម្រាប់វីដេអូថ្ងៃនេះក៏ដល់ទីបញ្ចប់ដូចគ្នាបងៗប្រសិនបើបងៗមានចម្ងល់នៅត្រង់កន្លែងណាមួយបងៗអាច comment នៅខាងក្រោមវីដេអូមួយនេះបានអរគុណបងៗសម្រាប់ការតាមដានវីដេអូពីដើមដល់ចប់ហើយក៏សូមអធិស្ឋានផងដែរប្រសិនបើមានពាក្យពេចន៍ខុសឆ្គងឬក៏សំឡេងរំខានណាមួយជម្រាបលាបងៗជួបខ្ញុំនៅវីដេអូក្រោយ